ចឹងខ្ញុំនឹងច្រៀងយបៃនឹងលីចាប់អត្ថបាយមេត្តាកាយកម្មភាពជាអ្នករាប់អានយកកាយទៅភ្ជាប់នឹងបងប្អូននានាពាក្យថាកាយកម្មនឹងកាយយើងធ្វើល្អម៉ែអេមេចេះជួយទុក្ខធរៈគ្នាបងប្អូនប្រុសស្រីព្រះអង្គពុទ្ធបរមគ្រូទ្រង់សម្ដែងចាត់ចែងឲ្យវិខហើយនឹងវិខនៃមេត្តាកាយកម្មនឹងវាស៊ីសេចក្តីថាបើសិនណាជាមានឈឺឆ្កាត់ឈឺចាប់ក្តីដើម្បីយើងជួយយកអាសាយកអាសន្នជាធម្មតានេះហើយហៅថាមេត្តាកាយកម្មភាពជាអ្នករាប់អានខ្វល់ខ្វាយជួយដុតដៃដុតជើងយើងផ្សព្វផ្សាយគេហៅថាកាយកម្មនឹងទៅធ្វើការពាក្យថាសង្គ្រោះគ្នាក្នុងគ្រាបច្ចុប្បន្នដែលមានអាសន្នយ៉ាងណាណាតាមេត្តាវិជ័យកម្មបង្ហាត់បង្ហាញផ្លូវល្អធម៌អាដោយវិចារត្រឹមត្រូវប្រពៃហើយមិនមែនតែភេទអ្នកពោះទេទោះយើងទោះគេនៅក្នុងសង្គមកម្ពុជាត្រូវតរៈតរាប់បីរកគ្នាយើងកុំញុះញង់បំបាក់បំបែកអ្វីត្រូវផ្សាយមេត្តាដោយវិជ័យកម្មគឺផ្លូវពាក្យផ្លូវសម្ដីដាស់តឿនក្រើនជាពរដមៀតណាយថ្មីថ្មីដើម្បីឲ្យមនុស្សសាងអំពើល្អណាមេត្តាមនោកម្មយើងផ្សាយផ្នែកខាងចិត្តសាស្ត្រមโนសញ្ចេតនាយល់ច្បាស់ថាមនុស្សយើងកើតនៅក្នុងពិភពលោកីណានាក៏ចង់សុខណានាក៏ចង់ចម្រើនចង់អភិវឌ្ឍចង់ធំចង់ធាត់មិនចង់ទុក្ខភ័យដូច្នេះយើងផ្សាយចិត្តមេត្តាដល់ប្រពៃទៅតាមអវាទព្រះចិនស្រីដែលមានទាំង3សពបាបស្សៈអករណੰកុសលសូបសម្បទាសុចិត្តបរិយោតបណੰអេតាំងពុទ្ធានុសាសនាយើងផ្សាយចិត្តផ្សាយមโนសញ្ចេតនានឹងរាប់គ្រប់ជាទី3ដល់គ្រប់ហើយទី4ឈួនសូមជម្រាបយ៉ាងខ្លីលៀបភៈក្រុមពួកគណៈខ្លួនរហូតដល់ទូទាំងប្រទេសក្តីយើងចេះលែកចែកលៀបចែកសេរីណាគេហៅថាចែកលៀបដល់គ្នានឹងគ្នាកុំសវាវិចតឯងមិនអាណិតដល់ញាតអ្នកផងលៀបភៈទីនេះសំដៅយកឲ្យចឹងតាយខ្ញុំសាសងពាក្យថាលៀបភៈនឹងយើងចេះចែកលៀបចែកសេរីចែកសេចក្តីសុខចែកប្រយោជន៍ទាំងនេះមិនមែនចេះតែប្របាច់ប្រប៉ោចព្រោះព្រះបរមគ្រូដាក់ចេញជាអត្ថន័យសីលៈកាយវិចាររៀបរយល្អតម្កល់នៅក្នុងវិជ្ជធម៌សុចរិតទាំង3